តហើយផ្ទះយើងស្ងប់ស្ងាត់ណាស់កូនអង្គុយមើលផ្កាយមិនទាន់គេងឡើយនឹកដល់លោកពុកម៉ែប្រាប់កូនថាពុកទៅធ្វើការនៅស្រុកគេឆ្ងាយដើម្បីគ្រួសារសប្បាយធូរធារដូចគេឃើញមិត្តភក្តិកូនមានពុកនៅក្បែរជារៀងរាល់ថ្ងៃកូនវិញរាប់ថ្ងៃរាប់ខែចាំពុកមិនឃើញទូរស័ព្ទមកម្ដងឮសំឡេងពុកដូចនៅចិត្តកូនតើពុកហត់ទេការងារលំបាកទេពុកប្រាំកូនថាឲ្យកូនខំរៀនណាអនាគតបវរពុកសុខចិត្តហត់បិណ្ឌបាំងទុកសោកឲ្យកូនបានល្អពុកមិនដែលសំណុកទេហើខ្ចប់ជួបភ្លៀងកូនដឹងថាពុកបដូរដាច់លះបង់គ្រប់យ៉ាងសូមទេវតាជួយថែរក្សាលោកពុកផងកូននៅរងចាំពុកត្រឡប់មកផ្ទះវិញពុកអើយកូននឹកពុកណាស់ពុកមិនដែលទំនេរឡើយធ្វើការដើម្បីគ្រួសារសូមពុករក្សាសុខភាពកុំឲ្យឈឺណាទោះឆ្ងាយយ៉ាងណាចិនកូននៅក្បែរពុកជានិច្ចកូនត្រូវខំរៀនឲ្យពុកមានមោទនភាពលើកូនទោះបីពេលនេះយើងនៅសែនឆ្ងាយតែក្តីស្រឡាញ់សូមផ្ញើតាមវីដេអូជូនដល់លោកពុកពុកអើយកូននឹកពុកណាស់ធ្វើការដើម្បីគ្រួសារសូមពុករក្សាសុខភាពទោះឆ្ងាយយ៉ាងណាចិនកូននៅក្បែរពុកជានិច្ចកូនស្រឡាញ់ពុកណាស់ឆាប់មកផ្ទះវិញណា